បាទនឹងសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍សម្រាប់ការវិលមកកាន់ channel របស់ខ្ញុំវីដេអូថ្ងៃនេះដែរគឺខ្ញុំនឹងមក review បង្ហាញជូនដល់បងប្អូនទាំងអស់គ្នាបាទពីរបៀបបាទនៃការផ្ទេរលុយពី exchange មួយទៅ exchange មួយទៀតដែលវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបនៃការផ្ទេរលុយពី Binance ចូលមកក្នុង OKX exchange ដែល exchange ទាំងពីរនេះគឺជា exchange ដែលមានអ្នកប្រើប្រាស់បាទលំដាប់ទី1និងទី2ច្រើនជាងគេនៅលើពិភពលោកអូខេតោះវីដេអូមុនខ្ញុំបានបង្ហាញហើយពីរបៀបនៃការដាក់លុយចូលនៅក្នុង OKX exchange តាមរយៈមុខងារ P2P ឥឡូវនេះខ្ញុំប្រើប្រាស់បាទខ្ញុំប្រាប់ពីរបៀបនៃការប្រើប្រាស់ក្នុងការផ្ទេរលុយពី exchange មួយទៅ exchange មួយឲ្យបានត្រឹមត្រូវនិងមានសុវត្ថិភាពជូនបងប្អូនទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបនៃការផ្ទេរលុយពី Binance ចូលមក OKX អញ្ចឹងជំហានដំបូងបងប្អូនទាំងអស់គ្នាបាទត្រូវតែចូលមកក្នុងគណនី Binance របស់យើងជាមុនសិនណាអូខេនៅពេលចូលមកដំបូងវានឹងសូមបងប្អូនទាំងអស់គ្នាជាមួយផ្ទាំងឬក៏ផ្ទៃបង្ហាញជាមួយបែបនេះហើយបងប្អូនទាំងអស់គ្នាត្រូវតែចូលមកកន្លែង asset នេះដើម្បីយើងប្រកាសថាលុយរបស់យើងវានៅក្នុងចំណុចណាអញ្ចឹងនៅក្នុងខាងលើបងប្អូនទាំងអស់គ្នាមើលខាងលើនេះអ្នកខ្លះគាត់បងប្អូនខ្លះគាត់អត់ដឹងថាលុយរបស់គាត់នៅក្នុងកន្លែងណាទេដោយសារតែ option នៅក្នុង exchange មួយគឺវាមានច្រើនមានដូចជា future spot earn ឬក៏ alpha អូខេអញ្ចឹងដើម្បីបាញ់លុយចេញបានលុះត្រាតែលុយបងប្អូនទាំងអស់គ្នាហ្នឹងវាស្ថិតនៅក្នុង spot ជាមុនសិនអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនវាអត់នៅក្នុង spot ទេឧទាហរណ៍នៅក្នុង future ឬក៏នៅក្នុង earn ជាដើមបងប្អូនទាំងអស់គ្នាត្រូវ transfer វិញនេះបាទ transfer វាពីក្នុង future នេះចូលមកក្នុង spot ដោយគ្រាន់តែចុចលើពាក្យថា transfer ហើយបងប្អូនទាំងអស់គ្នានឹងឃើញកន្លែងនេះបាទនឹងឃើញខាងលើនេះឧទាហរណ៍ថាលុយរបស់យើងនៅក្នុង future យើងចុចសញ្ញាព្រួញត្រឡប់វិញមកហើយធ្វើយ៉ាងណាលុយយើងវាចូលមកក្នុង spot របស់យើងអញ្ចឹងយើងដាក់ចំនួនលុយប្រមាណក៏បានដែរហ្នឹងហើយបន្ទាប់ពីយើងបាញ់លុយចូលមកក្នុង spot account របស់យើងហើយអញ្ចឹងចូលមកក្នុង spot account បងប្អូនទាំងអស់គ្នានឹងឃើញកន្លែងនេះគឺចំនួនលុយរបស់យើងដែលមាននៅនឹងគឺកាក់អីក៏មាននៅក្នុងហ្នឹងហើយចំនួនប្រមាណក៏មាននៅក្នុងជាក់ស្ដែងដែរអូខេអញ្ចឹងខ្ញុំឥឡូវយើងចង់បាញ់ចេញបងប្អូនទាំងអស់គ្នាយើងចុចលើកាក់របស់យើងសិនហើយយើងជ្រើសរើសយកពាក្យថាsend អូខេពាក្យថា send អូខេអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញកន្លែងនេះគឺគេបញ្ជាក់យើងថាយើងអាច send យើងចង់ផ្ញើពី Binance មួយទៅ Binance មួយឬក៏យើងផ្ញើជាប្រភេទកាក់ crypto អញ្ចឹងកន្លែងនេះបើសិនមកយើងចង់ផ្ញើ Binance ដូចនេះយើងគ្រាន់តែវាយជា ID មកគឺយើងអាចផ្ញើដោយមិនមានការកាត់ fee ទេប៉ុន្តែបើសិនបងប្អូនទាំងអស់គ្នាផ្ញើឆ្លងexchange វាអាចកាត់ fee ប៉ុន្តែអាស្រ័យទៅលើយើងរើសទេតើ network ណាដែលវា fee ទាបជាងគេណាអូខេអញ្ចឹងខ្ញុំជ្រើសរើសយក withdraw crypto ដោយសារយើងផ្ញើឆ្លង exchange អញ្ចឹងមកដល់កន្លែងនេះបងប្អូនទាំងគ្នាត្រូវ keep សិនអូខេយើង keep សិនហើយយើងអាចមើល network ក៏បានដែរយើងមើល network សិនចុចមើលទៅលើ network នេះសញ្ញាព្រួញចុះក្រោមហើយខ្ញុំបញ្ជាក់ថាបងប្អូនទាំងគ្នាអាចមើល network ដែលគេកាត់សេវាទៀតនេះ fee គឺសេវាអញ្ចឹងបើយើងប្រើ BNB Smart Chain គឺ 0.01 បើយើងប្រើ OP BNB នេះគឺ 0.015 ហើយយើងមើលតាមនឹងមកកន្លែងខ្លះ fee រហូតដល់$1គឺថ្លៃជាងគេវាមាន Aptos មាន Ethereum អញ្ចឹងទៅចុះអូខេហើយយើងចូលទៅមើលនៅក្នុង OKX របស់យើងវិញតើវាមាន fee អីខ្លះអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកក្នុង OKX account របស់យើងវិញហើយបងប្អូនទាំងអស់គ្នាពេលយើងចូលមកដំបូងបងប្អូននឹងឃើញផ្ទៃបង្ហាញបែបនេះនៅលើ OKX exchange អូខេអញ្ចឹងបងប្អូនទាំងអស់គ្នានឹងឃើញខាងលើនេះគេដាក់ពាក្យថា deposit crypto អូខេអញ្ចឹងយើងចុចលើពាក្យថា deposit crypto នឹងមកឬក៏បងប្អូនទាំងអស់គ្នាអត់ឃើញកន្លែងហ្នឹងទេបងប្អូនទាំងអស់គ្នាអាចចូលមកក្នុង asset ខាងក្រោមចុចលើវាមួយហើយបងប្អូនទាំងអស់គ្នានឹងឃើញកន្លែងនេះគឺលោតពាក្យថា deposit ដូចគ្នាអូខេអញ្ចឹងយើងចុចលើពាក្យថា deposit ហើយយើងជ្រើសរើសយកពាក្យថា deposit crypto អូខេមានន័យថាយើងចង់ទទួលកាក់ crypto អញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់ថានៅពេលយើងផ្ទេរលុយចេញបងប្អូនទាំងអស់គ្នាត្រូវតែ exchange ឬក៏បដូរលុយរបស់យើងទៅជា USDT ទាំងអស់អូខេឬក៏ USDC ឬក៏ SUSDC អញ្ចឹងទៅជា stable coin ណាចាំដល់កន្លែងនេះយើងចុចលើកាក់ USDT របស់យើងមកហើយយើងជ្រើសរើស network សម្រាប់ទទួលអញ្ចឹងបាញ់ចេញក៏ត្រូវតែផ្ទៀង network បាញ់ចូលក៏ត្រូវតែផ្ទៀង network ដែរគឺសំខាន់មែនតើអូខេអញ្ចឹងបងប្អូនទាំងអស់គ្នានេះខ្ញុំបានផ្ទៀងហើយចឹងយើងចូលទៅក្នុង Binance វិញតើវាមាន network នឹងមែនអត់នេះគឺ network APT ហើយសេវារបស់វាគឺ 0.02 ទេអញ្ចឹងនេះ Aptos នេះខ្ញុំបញ្ជាក់ឡើងវិញថាត្រូវតែផ្ទៀងឲ្យច្បាស់បើសិនបងប្អូនទាំងអស់គ្នាផ្ទៀងឬក៏ដាក់ select network ឲ្យច្បាស់ទេការបាញ់កាក់ហ្នឹងគឺអាសាបងហើយគឺបាញ់ទៅគឺអត់ដឹងកាក់យើងចេញទៅណាទេអញ្ចឹងនេះគឺ network Aptos អញ្ចឹងយើងចូលទៅក្នុងOKX ជាគណនីដែលយើងចង់ទទួលលុយវិញហើយយើង select ទៅលើ Aptos នេះសេវារបស់វាគឺ 0.01 ទេអូខេបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នានឹងឃើញផ្ទៃបង្ហាញបែបនេះអញ្ចឹងខ្ញុំមិនដឹងថាតើការ screen record នេះវាអនុញ្ញាតឲ្យបើកបង្ហាញអត់ទេពាក់ព័ន្ធមួយ address និង QR code ដើម្បីទទួលកាក់ជាកាក់ USDT របស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នា network យើង select ហើយអញ្ចឹងអ្វីយើងត្រូវធ្វើបន្ទាប់យើងគ្រាន់តែចុច copy ទៅលើ address របស់យើងជា address ប្រភេទកាក់ USDT network Aptos ហ្នឹងហើយចេញមកក្នុង Binance វិញបងប្អូនទាំងអស់គ្នា select ទៅលើ network Aptos ដដែលមានន
នេះថាបងប្អូនអរគ្នានេះយើងមកដល់កន្លែង send ហ្នឹងណាយើងចូលមក network ជាមុនសិនអូខេយើងចូល network ជាមុនសិនហើយយើង select network ឲ្យត្រូវគ្នាគឺ Aptos ឬក៏ APT ដូចគ្នាហើយកន្លែង address ខាងលើនេះកន្លែង QR code នេះកន្លែង scan នេះបងប្អូនអរគ្នាអាចបើមានទូរស័ព្ទដៃ2បងប្អូនអរគ្នាអាច scan ក៏បានដែរប៉ុន្តែបើយើងមានទូរស័ព្ទដៃតែមួយជំរើសយើងត្រូវធ្វើគឺយើង copy address នៃកាបូបលុយយើងចង់ទទួលកាក់យកមកផាសនៅក្នុងកាបូបលុយយើងបាញ់កាក់ចេញអូខេអញ្ចឹងចុចលើពាក្យថា long press ហ្នឹងមកវាបិទភ្ជាប់ជាមួយ address នៃកាក់ដែលយើងបាញ់ចេញហើយបងប្អូនទាំងអស់គ្នានេះកំណត់ចំនួនលុយដែលយើងចង់បាញ់ចេញហើយគេបញ្ជាក់ដែរគឺ minimum គឺបាញ់លុយគឺចាប់ពី$10ឡើងទៅក្រោម$10វាអត់ឲ្យបាញ់ចេញទេអញ្ចឹងខ្ញុំដាក់$11ចុះអូខេ$11អញ្ចឹងនេះគេកាត់តែ 0.02 ទេអញ្ចឹងយើងចុចពាក្យថា withdraw ហើយបងប្អូនទាំងអស់គ្នានឹងចូលក្នុងទម្រង់បែបនេះខ្ញុំចុចពាក្យថា confirm មកដល់កន្លែង confirm នេះបញ្ជាក់ថាបើសិនមកទូរស័ព្ទដែលបងប្អូនទាំងអស់គ្នាBinance ណាយើងភ្ជាប់ជាមួយនឹង security គេដូចជា app authenticator ឬក៏វា alert ជាផ្ញើសារ6ខ្ទង់ចូលមកក្នុងលេខទូរស័ព្ទឬក៏ក្នុង Gmail បងប្អូនទាំងគ្នាចូលបំពេញតាមហ្នឹងទៅអញ្ចឹងកន្លែងនេះគឺវាឲ្យខ្ញុំបំពេញជាមួយនឹង app authenticator គឺលេខកូដ6ខ្ទង់អូខេខ្ញុំសូមចូលទៅយកវាបំពេញកន្លែងហ្នឹងតិចសិនមកហ្នឹងហើយអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាដែលធ្វើតាមខ្ញុំហើយវាយបញ្ចូលជាមួយនឹងលេខកូដ6ខ្ទង់មិនថាយើងប្រើប្រាស់ app authenticator ឬក៏ Gmail password ជាមួយនឹងលេខទូរស័ព្ទអីទេបំពេញរាល់ហើយវានឹងលោតចូលម្ដងកន្លែងនេះគឺការ withdrawal របស់គេគឺកំពុងតែ processing អញ្ចឹងយើងចុច view history មកឬក៏យើងសារចូលទៅមើលនៅក្នុង app ឬក៏មានសារ alert មួយខាងលើនេះបើសិនជាឃើញសារ alert ហ្នឹងវាលោតចូលទៅក្នុង OKX របស់យើងមានន័យថាលុយដែលយើងបាញ់ចេញហ្នឹងគឺវាទៅហើយជាទូទៅការបាញ់ចេញហ្នឹងចំណាយពេលអត់យូរទេយ៉ាងយូរបំផុតហ្នឹងគឺ5នាទីទេហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីបាញ់លុយហើយបងប្អូនទាំងអស់គ្នានឹងឃើញគេផ្ញើសារខាងលើនេះផងដែរពាក់ព័ន្ធជាមួយសារ alert នេះ Binance គេផ្ញើសារហើយ OKX គឺគេបានផ្ញើសារពាក់ព័ន្ធនឹងការទទួលលុយគឺ receive ចំនួន$10.98យើងបានបាញ់ចូលហើយមកចូល check ក្នុងគណនីបងប្អូននឹងឃើញលុយហ្នឹងហើយអូខេអញ្ចឹងនេះគឺជារបៀបនៃការផ្ទេរលុយបាទពី exchange ផ្សេងចូលមកក្នុង OKX exchange មិនថាតែជា Binance ទេ exchange ណាក៏ដោយបងប្អូនគ្នាអាចប្រើវិធីសាស្ត្រនេះទៅនៅក្នុងការ send លុយឬក៏ withdraw លុយហើយតាមរយៈការ select ឲ្យត្រឹមត្រូវគឺ network បាទវិធីសាស្ត្រដែលវេលុយត្រឹមត្រូវបំផុតពី exchange មួយទៅ exchange មួយគឺការត្រួតពិនិត្យទៅលើ network ឲ្យបានត្រឹមត្រូវបើមិនមកយើងបាញ់ network ឲ្យត្រឹមត្រូវទេលុយរបស់យើងគឺអត់ដឹងទៅណាទេដូចខ្ញុំមកបញ្ជាក់បងប្អូនទាំងគ្នាអញ្ចឹងអូខេអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលអត់ទាន់បាទមានពាក់ព័ន្ធជាមួយ OKX exchange ទេឬក៏ exchange Binance ទេបងប្អូនទាំងគ្នាអាចចូលទៅមើលខាងក្រោមវីដេអូមួយនេះឧទាហរណ៍ថាបងប្អូនទាំងគ្នាកំពុងតែតាមដានទស្សនាវីដេអូមួយនេះណាបងប្អូនទាំងគ្នាគ្រាន់តែយកម្រាមដៃចុចលើចំណងជើងនៃវីដេអូបងប្អូនទាំងគ្នាឃើញខាងក្រោមនេះខ្ញុំសរសេរថារបៀបបង្កើតជាមួយនឹងគណនី OKX អូខេបងប្អូនទាំងគ្នាអាចចុចលើពាក្យថា more នេះមកនឹងឃើញកន្លែងនេះខ្ញុំសរសេរថារបៀបបង្កើតជាមួយគណនី OKX exchange មានទាំង OKX Web3 ព្រោះថាពីរនេះគឺមុខងារវាផ្សេងគ្នា OKX exchange មានមុខងារសម្រាប់ trade សម្រាប់អីចឹងទៅហើយមុខងារសម្រាប់ OKX Web3 នេះឬក៏ wallet នេះមុខងាររបស់វាគឺ farm ជាមួយ airdrop ផ្សេងឬក៏សន្សំ point ដើម្បីទទួលបានការ sell ជាទឹកប្រាក់ត្រឡប់មកវិញផងដែរហើយជាពិសេសទៅទៀតបងប្អូនទាំងគ្នាដែលបង្កើតគណនី OKX មិនថាជា exchange ឬក៏ Web3 តាមរយៈតំណ link របស់ខ្ញុំទេនឹងទទួលបានអត្ថប្រយោជន៍ចំនួន2ទី1គឺទទួលបានការ sell ត្រឡប់គឺទឹកប្រាក់ត្រឡប់ទៅវិញគឺ 20% រាល់ពេលបងប្អូនទាំងគ្នាប្រើប្រាស់សេវាកម្មផ្សេងនៅលើ exchange និង OKX wallet ហើយមួយទៀតបងប្អូនទាំងគ្នានឹងអាចមានការទទួលបានជា gift ផ្សេងបាទនៅពេលបងប្អូនទាំងគ្នាបង្កើតតាមរយៈតំណ link ឬក៏ដាក់ referral code របស់ខ្ញុំនៅពេលដែលក្រុមហ៊ុន OKX គេផ្ដល់ជា gift ខ្ញុំធ្វើការ give away ជូនបងប្អូនទាំងគ្នាដែលស្ថិតនៅក្នុង community របស់ខ្ញុំហើយមួយទៀតសម្រាប់បងប្អូនទាំងគ្នាដែលមានចម្ងល់ផ្សេងអាចសួរខ្ញុំតាមរយៈ Telegram ផ្ទាល់ខ្លួននិងអាច join នៅក្នុង group Telegram របស់ខ្ញុំបានដោយ free ក្នុង group Telegram នេះខ្ញុំទម្លាក់ពាក់ព័ន្ធជាមួយនឹងការរកលុយតាម online ពាក់ព័ន្ធជាមួយនឹងការបង្កើត exchange ពាក់ព័ន្ធជាមួយនឹងsign up ផ្សេងទៅលើ future trading ឬក៏ spot trading ហ្នឹងបងប្អូនទាំងគ្នាអាចទទួលបានអត្ថប្រយោជន៍ទាំងអស់នេះដោយមិនបង់ប្រាក់សេវាសម្រាប់ការ join ក្នុង group ទេអូខេអញ្ចឹងវីដេអូមួយនេះរៀងចំណាយពេលវែងតិចហើយក៏សូមអរគុណបងប្អូនទាំងគ្នាដែលបានចំណាយពេលដ៏មានតម្លៃបាទតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទខ្ញុំសូមអរគុណសូមគោរព